បាទសួស្តីអ្នកទាំងអស់គ្នានៅថ្ងៃនេះខ្ញុំមានវីដេអូមួយសម្រាប់បងប្អូនដែលចូលចិត្ត edit វីដេអូជាពិសេសអ្នកដែលប្រើប្រាស់ computer យើងប្រើ PC បានទេវគ្គនេះគឺខ្ញុំនិយាយអំពីអ្នកដែលប្រើ iMac MacBook អ្នកដែលប្រើ iOS ដែលកំពុងតែ popular មែនទែនហើយក៏សម្បូរអ្នកproduction producer ក៏ចូលចិត្តប្រើមែនទែនគឺកម្មវិធី DaVinci Resolve កម្មវិធីរបស់ក្រុមហ៊ុន Blackmagic ចឹងហើយខ្ញុំក៏ចូលចិត្តប្រើកម្មវិធីហ្នឹងដែរពីព្រោះវា easy មែនទែនហើយវាងាយស្រួលក្នុងការ edit វីដេអូកែពណ៌គឺវាឥតខ្ចោះតែម្ដងវាមិនថាឥតខ្ចោះណាបើសិនជាយើងប្រើអ្នកមកយើងអាចកែពណ៌ដូចអ្នកដែលផលិត film បានផងដែរយើងនឹងមកប្រៀបធៀបគ្នាខ្ញុំចង់និយាយពី DaVinci Resolve version 20ឥឡូវនេះវាចេញ update ចុងក្រោយគឺ version 20.2 ចង់ប្រៀបធៀបគ្នាអំពី Blackmagic version 20ហើយនិង18សម្រាប់បងប្អូនដែលប្រើប្រាស់ edit ក៏ដឹងតែជួបបញ្ហាដូចខ្ញុំហើយអញ្ចឹងអ្នកដែលប្រើប្រាស់ Mac OS series 2017ឡើងគឺពិបាកប្រើ version ថ្មីមែនទែនពីព្រោះយើងប្រើតែយើង edit ទៅវា error វា load យើងប្រើអត់គេហៅថាវាអត់ run រហូតយើង edit វា load ឬក៏វា close ដោយខ្លួនឯងអញ្ចឹងហើយយើងរកវិធីសាស្ត្រម៉េចគឺមានតែយើងតម្លាក់ version ប្រើប៉ុន្តែបើយើងតម្លាក់ version ប្រើគឺយើងប្រើបានទេដោយសារក្រុមហ៊ុនវា update ថ្មីដូច្នេះហើយយើងមិនអាចថាចូលទៅក្នុង app download version ចាស់វាបានទេពីព្រោះក្នុង app វាមានឲ្យយើង download version 20អញ្ចឹងបើយើងប្រើវា update វាគឺយើងប្រើការតែយើង edit បើយើងមានកុំព្យូទ័រចាស់គឺយើងពិបាកប្រើមែនទែនអញ្ចឹងខ្ញុំមានវិធីមួយដោះស្រាយដើម្បីយើងប្រើកម្មវិធីហ្នឹងបានតើយើងតម្លាក់ version ហើយតម្លាក់ version យើងធ្វើយ៉ាងម៉េចយើងតតែ download file ខាងក្រៅពី website ផ្សេងដើម្បីយក version ចាស់ហ្នឹងមកប្រើវិញអញ្ចឹងបងប្អូនមិនភ័យទេចាំខ្ញុំតម្លាក់ link ខាងក្រោម YouTube របស់ខ្ញុំបងប្អូនអាចចូលទៅ download បានសម្រាប់បងប្អូនដែលប្រើ Mac OS អាច download version 18បានហើយខ្ញុំចង់បញ្ជាក់មួយទៀតគឺ version 18ហ្នឹងគឺវា support សម្រាប់ series model យើងចាស់អញ្ចឹងយើងអាច edit វីដេអូបានហើយត្រឹមកម្រិត HD Full HD យើងអាច edit វាបានហើយសម្រាប់យើង post YouTube Facebook ឬក៏ media ផ្សេងៗអញ្ចឹងយើងអាច edit វាហើយយើងអាចប្រើ tool វាខ្លះយើងត្រូវទិញអញ្ចឹង version 18ហ្នឹងវា version series ចាស់មែនប៉ុន្តែវាមានមុខងារមួយដែលបងប្អូនអត់ទាន់ដឹងទេគឺមុខងារធ្វើស្បែកយើងឲ្យ smooth ឲ្យអីហ្នឹងយើងអាចចាក់សាច់មាត់សាច់អីលើមុខយើងបានមកស្រួលវាអត់ដូច version 20ទេ version 20គឺពិបាកត្រង់ថាយើងប្រើហ្នឹងគេចាប់ឲ្យយើងប្រើ free ហើយគឺយើងត្រូវទិញគេ effect ចាក់ស្បែក replace face របស់យើងហ្នឹងអញ្ចឹងវាអត់មានឲ្យយើងប្រើទេគឺវាត្រូវការទិញអញ្ចឹងយើងត្រឡប់មកវិញយើងត្រូវអ្នកដែលប្រើប្រាស់កុំព្យូទ័រចាស់យើងអាច edit វីដេអូបានដូចគ្នាអ្នកដែលមាន iMac series 2017 VGA ចាប់ពី 4G ទៅអាចប្រើបានហើយអ្នកដែលថ្មីគាត់មានកុំព្យូទ័រកាត់ series ថ្មីគាត់ប្រើ version 20ចាស់អត់បញ្ហាទេបាទពីព្រោះ CPU គាត់អាច run បានហើយ version វាខ្ពស់ដែរអញ្ចឹងអ្នកដែលមានកុំព្យូទ័រថ្មី series 2020 21 22 M1 M2 M3 ហ្នឹងក៏ប្រើ version 20បានហើយពីព្រោះវាអាច run បានស្រួលមែនទែនវាអត់តឹង CPU ទេអញ្ចឹងអ្នកដែលប្រើចាស់ដូចខ្ញុំបាទយើងត្រឡប់មកវិញគឺយើងត្រូវតម្លាក់ version របស់យើងដើម្បីប្រើ18វិញដើម្បីយើងងាយស្រួលក្នុងការ edit វីដេអូរបស់យើងអត់មានបញ្ហា error អូខេឥឡូវខ្ញុំនឹងតម្លាក់ link នៅខាងក្រោម YouTube របស់ខ្ញុំបងប្អូនអាច download បានអញ្ចឹងវីដេអូហ្នឹងខ្ញុំមានអីអ្វីដែលចែកចាយច្រើនទេគឺខ្ញុំចង់ឲ្យបងប្អូនដែលប្រើប្រាស់កម្មវិធីកាត់ត DaVinci Resolve ហ្នឹងឲ្យក៏បានដឹងកុំឲ្យភ័យថាចំកុំព្យូទ័រអញចាស់ហើយមិននឹង edit យ៉ាងម៉េចទេតដូរកុំព្យូទ័រថ្មីដើម្បីតាម version ថ្មីហ្នឹងអូខេឥឡូវយើងធ្វើប៉ុណ្្នឹងទៅយើងអត់សូវចំណាយលុយច្រើនសម្រាប់ទិញកុំព្យូទ័រថ្មីទេកុំព្យូទ័រថ្មីមួយមិនថោកទេបាទតម្លៃចាប់ពី 2000 ឡើងទៅយើងអាចប្រើបានអញ្ចឹងយើងមិនបាច់ចំណាយលុយយើង2000យើងប្រើចាស់របស់យើងទៅដែលយើងទិញរួចហើយយើងអាចយកកម្មវិធីចាស់ហ្នឹងមកប្រើវិញគឺដូចតែកម្មវិធីថ្មីទេឲ្យតែយើងចេះការ edit វាអូខេបើបងប្អូនមានចម្ងល់បញ្ហាផ្សេងទៀតអាច comment ខាងក្រោមវីដេអូហ្នឹងខ្ញុំនឹងចែកចាយវីដេអូបន្តទៀតសម្រាប់បងប្អូនអូខេបាយកុំភ្លេចជួយ subscribe អ្នកមួយផងអរគុណ